រឿងប្រវេសន្តរជាដកកម្មទី6ចូលពន្ធឬចូលវណៈព្រៃតូចចេតបុត្របានអញ្ជើញព្រាហ្មណ៍ជូជុឲ្យពិសាភោជនយ៉ាងនេះហើយក៏បានវិចខ្ចប់តុំទឹកឃ្មុំនិងបាយលាយដោយសាច់ម្រឹកឆ្អិនស្រាប់ជូនដល់ព្រាហ្មណ៍ប្រយោជន៍ដើម្បីបានជាស្បៀងតាមផ្លូវគេបានឈរលើកំណាត់ផ្លូវលើកដៃខាងស្ដាំចង្អុលប្រាប់ទីនៅរបស់ព្រះបាទវេស្សន្តរដូច្នេះថាណែព្រាហ្មណ៍នោះណភ្នំគន្ធមាត្រជាវិការៈនៃថ្មដែលព្រះបាទវេស្សន្តរស្ដេចគង់នៅជាមួយនឹងព្រះរាជបុត្រនិងព្រះទេពីព្រះរាជាទ្រទ្រង់ភេទអ្នកបួសដ៏ប្រសើរផងមានដំពួកនិងវែកសម្រាប់បូជាភ្លើងនិងជាដាផងទ្រង់ស្លៀកដណ្ដប់ស្បែកខ្លាផ្ទុំលើផែនដីនមស្ការភ្លើងឈើទាំងឡាយនោះដ៏ខៀវទ្រទ្រង់ផ្លែផ្សេងដ៏ខ្ពស់មានកំពូលទើសមេឃដ៏ខៀវដូចភ្នំផ្កាអញ្ជន់មានដើមត្របែកព្រៃដើមត្រចៀកប្រះដើមកគីដើមរាំងនិងដើមពងរដើមជ្រៃតូតុនទៅមកដោយខ្យល់ដូចជាមាណពទៅផឹកស្រាម្ដងនៅខាងលើមេឃឈើទាំងឡាយឮសូរស័ព្ទដូចជាចម្រៀងទឹកមានវងប៉ោលតោកនិងតៅវ៉ៅចុះទុំពីឈើមួយទៅឈើមួយមេឃឈើនិងស្លឹកឈើទាំងឡាយដែលខ្យល់បក់ត្រូវហើយឮដូចជាហៅរកជនកំពុងដើរដូចជារីករាយនឹងជនដែលមកដល់ត្រេកត្រអាលនឹងជនដែលនៅអាស្រ័យអ្នកនឹងចូលទៅក្នុងអាស្រមដែលជាកន្លែងព្រះបាទវេស្សន្តរស្ដេចគង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រីទាំងឡាយស្ដេចទ្រទ្រង់ភេទជាអ្នកបួសដ៏ប្រសើរមានដំពួកនឹងវែកសម្រាប់បូជានឹងព្រះចេតាទ្រង់ស្លៀកស្បែកខ្លាផ្ទុំលើផែនដីនមស្ការភ្លើងកាលបើអ្នកបានទៅដល់អាស្រមដែលព្រះបាទវេស្សន្តរគង់នៅហើយអ្នកនឹងបានឃើញនៅសម្បត្តិរបស់អាស្រមបទដូចនេះតពីនេះទៅចេតបុត្រព្រានព្រៃបានពោលពរនាអាស្រមបទបន្ថែមទៀតថាក្នុងទីនោះមានដើមស្វាយខ្វិតខ្នោរាំងព្រីងសមពិភេទសមភ្លុកកន្ទួតព្រៃពោធិពុត្រាទន្លាប់មាសជ្រៃនឹងក្រសាំងម៉ាក់សាងមានផ្លែដ៏ផ្អែមរុងរឿងនិងល្វាមានផ្លែទុំដើមទៀបមានចេកអំបូងភ្លុកចេកអំបូងស្នែងនិងច័ន្ទមានផ្លែផ្អែមដូចទឹកឃ្មុំគេតែងយកឃ្មុំឥតមេក្នុងទីនោះមកជារបស់ខ្លួនហើយបរិភោគក្នុងទីនោះមានស្វាយខ្លះកំពុងផ្កាស្វាយទៅជាក្បាលរុយស្វាយខ្លះមានផ្លែខ្ចីនិងទុំផ្លែទាំងពីរបែបនោះមានសម្បុរដូចខ្នងកញ្ចាញ់ចេកក្នុងទីនោះបរោះឈរខាងក្រោមបេះផ្លែស្វាយទុំទាំងឡាយស្វាយទាំងឡាយទាំងខ្ចីទាំងទុំមានសម្បុរក្លិននិងរសដ៏ឧត្តមខ្ញុំតែងមានសេចក្តីអស្ចារ្យក្រៃពេកទាំងការលាន់ឮថាហឹងក៏ប្រកាសដល់ខ្ញុំប្រទេសនោះឧបមាដូចនន្តវ័នល្អដូចជាទីនៅរបស់ពពួកទេវតាថ្នោតដូងដុះចម្រុះគ្នាក្នុងព្រៃលម៉ើដ៏ធំផ្កាទាំងឡាយដូចជាកម្រងដែលគេក្រងហើយឬប្រកាសដូចជាជាយតុងជ័យខ្លែងគង់តុំកោតគុំក្រស្នាច្រនាងពុនណា
តូចប៉ុណ្ណាធំនឹងរលួសមានផ្កាពណ៌ផ្សេងរីកស្គុះស្គាយដូចផ្កាយដែលភ្លឺប្រងព្រាតឯដល់អាកាសរាជាព្រឹកក្មួយ កំញៀនរៈខ្មៅជ្រៃធំទន្លានឹងធ្នង់ជាដើមបញ្ចេញផ្កាក្នុងទីនោះខ្លែងគង់ស្រោស្មៅសាំងខ្នោសំឡត្របែកព្រៃនឹងរាំងជ្រុះផ្កាក្នុងទីនោះដូចជាលៀនចំបើងក្នុងភូមិភាគជាទីមនោរម្យចិត្តអាស្រមនោះមានស្រះបោកករណីដែលដេកដាស់ដោយផ្កាឈូកនិងផ្កាប្រលិតដូចជាក្នុងនន្តវ័នឧទ្យានរបស់ទេពតាមួយទៀតពួកតាវ៉ោដែលស្រវឹងដោយរសផ្កាយំពីរសនៅលើឈើដែលមានផ្ការីកតាមរដូវញ៉ាំងព្រៃនោះឲ្យលាន់ឮកឹកកងលំអងដែលរយរាយចេញអំពីកេសរដែលមាននៅគ្រប់ស្លឹកឈូកមានរសផ្អែមបើខ្យល់បក់ផាត់មកក្នុងអាស្រមនោះអំពីទិសខាងត្បូងនិងទិសខាងលិចអាស្រមក៏ដេរដាស់ដោយលំអងកេសរផ្កាឈូកក្នុងស្រះបោកករណីនោះមានផ្លែក្រចាប់ដ៏ថ្លោថ្លោនិងស្រូវសលៃជ្រុះរយរាយលើផែនដីមួយទៀតមានត្រីអណ្ដើកនិងក្តាមច្រើនបែបហែបហែលទៅមកក្នុងស្រះនោះរសដែលហូរចេញអំពីក្រអៅឈូកមានអោជាដូចទឹកឃ្មុំនិងរសដែលហូរចេញអំពីមើមឈូកមានអោជាដូចជាទឹកដោះស្រស់និងទឹកដោះថ្លាព្រៃនោះមានក្លិនក្រអូបផ្សេងផ្សព្វផ្សាយក្លិនឈ្ងុយឈ្ងប់ព្រៃនោះដូចជាញ៉ាំងជន់ដែលមកដល់ឲ្យរីករាយដោយក្លិនដោយផ្កានិងមេឃឈើកន្លង់ទាំងឡាយក៏ញ៉ាំងព្រៃឲ្យកឹកកងដោយជុំវិញព្រោះតែក្លិនផ្កាមិនតែប៉ុណ្ណោះសោតមានសត្វបក្សីទ្វិជាតិជាច្រើនមានសម្បល់ផ្សេងគ្នាត្រេកត្រអាលជាមួយនឹងមេយំរកគ្នាទៅវិញទៅមកក្នុងស្រះនោះពួកបក្សីដែលនៅក្នុងស្រះបោកករណីគឺសត្វនន្តិកាមួយសត្វជីវពុត្តាមួយសត្វជីវពុត្តាបយាចណោមួយសត្វបយាពុត្តាបយានន្ទាមួយផ្កាទាំងឡាយដូចជាកម្រងផ្កាដែលគេក្រងហើយប្រកាសដូចជាជាយតុងជ័យពុំនោះដូចជាកម្រងផ្កាដែលជាមាលាការដ៏ឆ្លៀសបានក្រងយ៉ាងល្អដោយផ្កាមានពណ៌ផ្សេងក្នុងទីដែលព្រះបាទវេស្សន្តរគង់នៅជាមួយនឹងព្រះរាជបុត្រាបុត្រីព្រះអង្គទ្រង់ភេទជាអ្នកបួសដ៏ប្រសើរមានដំពួកនិងវែកសម្រាប់បូជាភ្លើងផងនិងព្រះជាដាទ្រង់ស្លៀកស្បែកខ្លាផ្ទុំលើផែនដីនមស្ការភ្លើងលំនៅឋានរបស់ព្រះបាទវេស្សន្តរត្រូវចេតបុត្រព្រានព្រៃពរនីយ៉ាងនេះហើយជូជក់ត្រេកអររំភើបធ្វើបរិសន្ធារៈតបថាផតគឺសដៅនេះដែលយើងលាយហើយដោយទឹកឃ្មុំយើងនឹងឲ្យទឹកឃ្មុំដែលយើងធ្វើល្អហើយផងនឹងផតគឺសដៅផងដល់អ្នកឮដូច្នោះចេតបុត្រតបថាស្បៀងចូលនៅជារបស់អ្នកឯងចុះយើងមិនត្រូវការស្បៀងទេណែព្រាហ្មណ៍អ្នកចូលយកស្បៀងអំពីនេះទៅណែព្រាហ្មណ៍អ្នកចូលទៅតាមស្រួលចុះផ្លូវនេះជាផ្លូវល្មមដើរចុះបុគ្គលម្នាក់ផ្លូវនេះជាផ្លូវល្មមដើរចុះតែល្មមបុគ្គលម្នាក់ត្រង់ទៅកាន់អាស្រមក្នុងអាស្រមនោះមានឥសីឈ្មោះអច្យុតៈមានថ្មិញប្រកបដោយមន្ទិលមានសរីរៈប្រៈឡោយធូលីទ្រង់ភេទជាអ្នកបួសដ៏ប្រសើរផងដំពួកផងវែកសម្រាប់បូជាភ្លើងផងជាដាផងឥសីឈ្មោះអច្យុតៈនោះជាអ្នកស្លៀកស្បែកខ្លាដេកនៅលើកម្រាលស្លឹកឈើលើផែនដី
អ្នកមសកាភ្លើងអ្នកចូលទៅសួរលោកចុះលោកនឹងប្រាប់ផ្លូវដល់អ្នកពំខានជូជុព្រាមពន្ធុលុះបានលឺពាក្យនេះហើយក៏មានចិត្តរីករាយធ្វើនៅបតសិនចេតបុត្រព្រានព្រៃរួចដើរតម្រង់ទៅកាន់អច្ចតឫស្សីជាបន្តទៀតបាទចប់ចូលកាន់ឬក៏ចូលពាន់ត្រឹមប៉ុណ្ណេះបងប្អូនណាបាទសរុបសេចក្តីមកគឺការចូលពាន់នេះគឺជាព្រៃតូចដែលយាមព្រៃមើលការខុសត្រូវក្នុងព្រៃដើម្បីការពារខ្លាចក្រែងមានព្រាមទាំងឡាយណាដែលមកក្នុងគោលបំណងចង់ទៅសុំព្រះរាជបុត្រាបុត្រីជាលីក្រស្នាឬក៏អគ្គមហេសីគឺពនាងវិត្រីពីព្រះបាទវេស្សន្តរគឺព្រានចេតបុត្រនឹងឯងជាអ្នករាំងផ្លូវដំបងនៅព្រៃតូចដំបងហ្នឹងគឺរាំងក៏ប៉ុន្តែដោយអំណាចនៃទេពតាដែលមានចិត្តអកុសលហ្នឹងចូលមកសន្ធិដ្ឋបាទអាចនិយាយបានថាអញ្ចឹងចូលមកសន្ធិដ្ឋចូលមកនាំមាត់អញ្ចឹងណាបាទពីលើតាជូជុហ្នឹងឲ្យតាជូជុរកវិធីដោះស្រាយបញ្ហាជាមួយនឹងចេតបុត្រព្រានព្រៃនឹងបានដោយតាជូជុនឹងថាយើងមកនេះមិនមែនមកក្នុងគោលបំណងដើម្បីសុំអ្វីពីព្រះបាទវេស្សន្តរទេយើងគឺជាព្រាហ្មណ៍មនទូតបាទគឺជាព្រាហ្មណ៍ដែលជាទូតរបស់ព្រះបាទស្រីសញ្ជ័យមកដើម្បីប្រាប់ដំណឹងឬក៏យាងព្រះបាទវេស្សន្តរនាងមេត្រីចៅជាលីក្រស្នាត្រឡប់ទៅព្រះបរមរាជវាំងវិញព្រោះថាអ្នកស្រីសិវិរៈឬក៏អ្នកស្រីភិរៈទាំងអស់បាទឈប់ខឹងឈប់ប្រកាន់ទោសអូសដំណើរជាមួយនឹងព្រះបាទវេស្សន្តរហើយបាទដល់តែពេលឮអញ្ចឹងចេតបុត្រព្រានព្រៃក៏មានទឹកចិត្តសោមនស្សរីករាយព្រោះចេតបុត្រនឹងបានទទួលការពឹងពោរពីស្ដេចចេតនគរដើម្បីឲ្យមកការពារព្រៃនឹងហើយដល់បានឮដំណឹងអញ្ចឹងតកាលណាព្រះបាទវេទី1មានសេចក្តីអាណិតអាសូរចំពោះព្រះបាទវេស្សន្តរដែលជាក្សត្រដ៏ប្រសើរផងអាណិតចំពោះនាងមេត្រីជានារីដ៏ប្រកបទៅដោយបញ្ញពិតកល្យាណីបុត្រាបុត្រីចៅកលីក្រស្នានៅតូចខ្ចីធ្លាប់រស់នៅក្នុងព្រះបរមរាជវាំងបរិបូរដោយរបស់របរប្រើប្រាស់របស់របរហូបចុកអីជាដើមហើយដល់តែពេលមកលំបាកលំបិនហូបតែផ្លែឈើនៅក្នុងព្រៃគ្មានទីសំណាក់អាស្រ័យបានប្រសើរអញ្ចឹងមានការអាណិតអាសូរនឹងផងសំណោះចំពោះការលះបង់របស់ព្រះបាទវេស្សន្តរផងហើយបើបានឮដំណឹងថាព្រះបាទវេស្សន្តរត្រូវបានប្រជាពលរដ្ឋបាទប្រជាជននៅសិវិរៈស្រីភិរៈនគរនិងអនុគ្រោះលែងចាប់ទោសអូសដំណើរលែងប្រកាន់ខឹងជាមួយព្រះអង្គចេតបុត្រហ្នឹងព្រានព្រៃក៏មានក្តីសោមនស្សរីករាយសប្បាយត្រេកអរទី1ទី2ខ្លួនក៏អាចបានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញឈប់នៅក្នុងព្រៃនឹងដែរហើយដល់ឮព្រាមជូជុថាអញ្ចឹងក៏មានសេចក្តីត្រេកអរហើយក៏បានប្រាប់ផ្លូវបាទប្រាប់ផ្លូវដល់តាជូជុហើយក៏បានរៀបចំម្ហូបអាហារអូបបោពោពាសឲ្យជូជុហូបហើយមានថែមទាំងវិចខ្ចប់អីឲ្យធ្វើដំណើរតាមផ្លូវទៅទៀតបាទលើសពីនឹងទៅទៀតនោះក៏ចេតបុត្រព្រានព្រៃក៏បានរៀបរាប់ពីដំណើរដើមតងពីសុផនភាពពីទិដ្ឋភាពជ្រោះជ្រងចលងដងអូព្រៃព្រឹក្សាលតាវរាប់ឈ្មោះដើមឈើអូបើក្នុងកាពីបុរាណវិញពីរោះណាបងប្អូនច្រើនណាស់ជាមើលខ្ញុំនឹងព្យាយាមរកសិភៅបុរាណយកមកអានជូនបងប្អូនមួយសារទៀតដែលថាសិភៅដែលខ្ញុំអាននេះជាសិភៅទៅតែសរសេរក្រោយអញ្ចឹងបាត់នៃសេចក្តីដើមអស់ច្រើន
nhom thọp miên sập hồ bồ ran mà các ba đấy hay mình đang thà tục nâu cái này ná chỉ mơ trong chia diêm rồi bà bờ này dê bị đâm chơ nó bị ruột na bong ôn bị ruột na chmô chra này bờ này dê bị chmô sát riệp rọp bị chmô sát đại chê tập bọt biển prey nâng riệp rọp á thà nâu đầm bon chung quanh cái sram rồi bà về sẵn đo cùng đâu nâng miền đom chơ nu miền plai miền ca khăn của ôm ngôi cua chỉ ti mình nô rôm cua chỉ ti chỉ ra thla chẳng pua mình nô đa tận đo nó ti nô hơi bà hai bờ này dây bị sạt vinh rọp sạt đứng chra na bằng bon chra na bà tại sập hậu đây khi ông an đi cắt sạch đây ở chra pe và cắt sạch đây ở chra pe sâu chỉ bị ruột ấy mà này còn là lâu nó chia đập bồn nó sập vô ta sạch đây này hay đăng tháp ca lẹ bong rồi bọt bạt về sân đó dạng na và dạng na đầm bay ban chỉ ca tra đăng đầm bay ban chỉ flow ban chỉ đầm nơ chiên rồi ca tra đăng cứ bong lẹ bong bạt thì anh bằng bồn á và lẹ bong bạt thì anh chẳng phê ti bờ muối cam ti bờ muối cho là pón xôm chọc trầm pon áសូមបងប្អូនរងចាំស្ដាប់កម្មទី7មហាព័ន្ធខាងក្រោយទៀតសូមអរគុណសូមជម្រាបលា